សូមចាប់ផ្ដើម ជាបឋមនៃខ្ញុំសូមធ្វើការគោរពដល់លោកនាយកអ្នកស្រីនាយការលោកគ្រូអ្នកគ្រូនិងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរពសូមគោរពដល់សិស្សានុសិស្សដែលមានវត្តមាននៅទីនេះជាទីស្រឡាញ់និងជាទីគោរពរាប់អាននាងខ្ញុំឈ្មោះស្រនសកលកញ្ញាជាសិស្សថ្នាក់ទី7នៃសាលាវិទ្យាវេសាខាទី23ថ្ងៃនេះនាងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងលែងដែលមានឱកាសឈរនៅទីនេះដើម្បីធ្វើការបកស្រាយទៅលើប្រធានបទដ៏មានខ្លឹមសារមួយគឺការខិតខំសិក្សារៀនសូត្រធ្វើឲ្យខ្លាចទៅជាសិស្សពូកែជាការប៉ុណ្ណានៅក្នុងវ័យរបស់ពួកយើងនេះគឺជាវ័យដែលត្រូវខិតខំសិក្សារៀនសូត្រយកចំណេះវិជ្ជាឲ្យពូកែដើម្បីជាទីមោទនភាពរបស់ប៉ាម៉ាក់និងលោកគ្រូអ្នកគ្រូផងដែរដូចនេះហើយទៅមានពលិកមួយឲ្យបង្ហាញអំពីការខិតខំសិក្សារៀនសូត្រធ្វើឲ្យខ្លាចទៅជាសិស្សពូកែតើត្រូវខិតខំសិក្សាបែបណាដើម្បីឲ្យខ្លាចទៅជាសិស្សពូកែមុននឹងឈានដល់ការបកស្រាយប្រធានបទខាងលើអនុញ្ញាតឲ្យលោកអ្នកខ្ញុំពន្យល់ពីគន្លឹះមួយចំនួនជាមុនសិនបើយកទៅតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាបានបង្ហាញថាពាក្យថាខិតខំមានន័យថាតស៊ូប្រឹងប្រែងព្យាយាមរីឯពាក្យថាពូកែមានន័យថាខ្លាំងក្លាអស្ចារ្យដែលខ្លាំងលើសកលលោកដូចនេះគឺលើខាងលើគឺចង់មានន័យថាការតស៊ូប្រឹងប្រែងព្យាយាមក្នុងការសិក្សារៀនសូត្រនឹងធ្វើឲ្យយើងក្លាយទៅជាសិស្សដែលខ្លាំងក្លានិងអស្ចារ្យជាការប៉ុណ្ណេះនៅក្នុងការសិក្សារៀនសូត្ររបស់មនុស្សម្នាក់ៗតែងតែរំពឹងចង់ខ្លាចជាសិស្សដែលពូកែដើម្បីធ្វើឲ្យលោកគ្រូអ្នកគ្រូពេញចិត្តនិងតាមមកសប្បាយចិត្តផងដែរប៉ុន្តែការរៀនមិនមែនគ្រាន់តែចេញមកពីផ្ទះមកចូលសាលាអង្គុយស្ងៀមឲ្យខ្លាចជាសិស្សពូកែបាននោះទេគឺយើងម្នាក់ត្រូវខិតខំដោយខ្លួនឯងផងស្ដាប់ការណែនាំពីលោកគ្រូអ្នកគ្រូផងនិងត្រូវការស្វែងសិក្សាបន្ថែមខ្លួនឯងទៀតផងទើបយើងអាចខ្លាំងពូកែបានខាងក្រោមនេះគឺជាវិធីមួយចំនួនដែលយើងជាអ្នកសិក្សាគួរគប្បីអនុវត្តយើងចេះហើយមានចំណុចខ្លះទៀតក៏បានបន្ថែមពីអ្វីដែលគាត់ធ្លាប់ជួបគុំសមនឹងចំណេះដឹងរបស់បិសារបស់គាត់ផងនោះនៅពេលណាដែលយើងស្ដាប់គាត់ពេលនោះគឺយើងអាចយកមេរៀនបានច្បាស់លាស់ជាមិនខានទី2ហ៊ានសួរគ្រូនៅពេលមិនយល់និងកត់ត្រាទុកនៅរាល់ចំណុចសំខាន់អ្នកសិក្សាមួយចំនួនតែងតែប្រហែលនឹងសិស្សប្រតិបត្តិបានខ្ជាប់ខ្ជួននៅអង្គទាំង4របស់អ្នកសិក្សានោះទេគឺសុចេបុលេបើយើងស្ដាប់ទៅវាគ្រាន់តែជាពាក្យ4ម៉ាត់ប៉ុណ្ណោះប៉ុន្តែបើយើងគិតឲ្យបានស៊ីជម្រៅបន្តិចគឺមានន័យល្អនិងសំខាន់ណាស់ព្រោះពាក្យ4ម៉ាត់នេះចង់ឲ្យយើងជាអ្នកសិក្សាគ្រប់រូបមានភាពក្លាហានចេះសួរចេះកត់ត្រាទុកនឹងអាចឲ្យយើងថាជាអ្នកស្ដាប់ដ៏ល្អទៀតផងហើយម្យ៉ាងវិញទៀតនៅពេលណាដែលយើងមិនយល់ឬមិនច្បាស់ត្រង់ណាមិនគួរនៅស្ងៀមទេគឺយើងត្រូវហ៊ានសួរគ្រូដើម្បីឲ្យគាត់ជួយពន្យល់បកស្រាយបន្ថែមឲ្យដោយនៅសុភាសិតមួយបានពោលថាចង់ចេះឲ្យដុតអាចារ្យចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ទី3រៀននៅផ្ទះបន្ថែមការសិក្សាបន្ថែមនៅផ្ទះគឺពិតជាប្រសើរណាស់ព្រោះអាចឲ្យយើងរំលឹកមេរៀននិងការចងចាំរបស់យើងថែមមួយកម្រិតទៀតដែលអាចឲ្យការសិក្សារបស់យើងកាន់តែមានភាពល្អប្រសើរឡើងការអានសៀវភៅនិងអនុវត្តលំហាត់នៅផ្ទះគឺល្អបំផុតជារួមមកកត្តាទាំងអស់នេះហើយដែលអាចឲ្យយើងអភិវឌ្ឍខ្លួនពីសិស្សម្នាក់ដែលមានសមត្ថភាពមធ្យមនៅក្នុងខ្លះថាជាសិស្សដែលខ្លាំងពូកែបានចុងក្រោយនឹងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកនាយកអ្នកស្រីនាយការលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលតាមដានស្ដាប់ដោយយកចិត្តទុកដាក់លើការធ្វើបទបង្ហាញរបស់នាងខ្ញុំសូមអរគុណ